បាទគ្រប់ជំរាបសួរបងប្អូនអរគ្នាជួបជាមួយនឹងខ្ញុំបាទនៅកន្លឹះខ្លីៗក្នុងការប្រើប្រាស់កុំព្យូទ័រជាប្រចាំថ្ងៃបាទអញ្ចឹងប្រធានបទយើងថ្ងៃនេះនិយាយអំពីការកំណត់ setting ដើម្បី print ឯកសារដែលយើងបានធ្វើរួចរាល់ហើយហ្នឹងបាទចេញអញ្ចឹងដើម្បី print គឺយើងចូលទៅពាក្យថា file បាទយើងចូលពាក្យថា file មកបាទហើយបន្ទាប់មកយើងយកពាក្យថា print បាទនៅពេលដែលយកពាក្យថា print ទៅវានឹងទម្រង់បែបនេះអញ្ចឹងទម្រង់បែបហ្នឹងទី1កន្លែង printer នេះគឺយើងត្រូវរើសឈ្មោះម៉ាស៊ីន print ដែលយើងចង់ print ទៅហ្នឹងអញ្ចឹងដោយសារនៅកន្លែងខ្ញុំវាមានម៉ាស៊ីន print ច្រើនមាន color សខ្មៅអីចឹងទៅឧទាហរណ៍ថាខ្ញុំរើសម៉ាស៊ីន print color មួយរបស់ខ្ញុំទៅខ្ញុំរើស6300នេះបាទបន្ទាប់មកក្នុងការ print គឺយើងត្រូវរើសទី1តកតងនឹង print all page អញ្ចឹង print ទំព័របើសិនជាឯកសាររបស់យើងមានច្រើនទំព័រយើងអាចរើសទំព័រណាដែលយើងចង់ print ចឹងទៅឧទាហរណ៍ថាបើយើង print ទំព័រទី1យើងត្រូវវាយលេខ1ចេះតែប្រើលេខខ្មែរអត់ស្គាល់ទេយើងត្រូវប្រើលេខអង់គ្លេសនៅកន្លែងហ្នឹងអញ្ចឹងយើងវាយលេខ1អីចឹងទៅតែបើសិនជាយើងចង់ print ទំព័រទី1ដល់ទី3អីចឹងទៅហើយបន្ទាប់មកយើងក្បៀសបាទដាក់អាហ្នឹងក្បៀសហ្នឹងមានន័យថាយើងចោះយកតែទំព័រណាដែលយើងចង់ print អញ្ចឹងយើងចាប់ម្លងទំព័រអញ្ចឹងអាសញ្ញាដកនេះសម្គាល់លើរហូតដល់ហើយក្បៀសនេះគឺយើងផ្ដាច់វាហើយយើងដាក់ទំព័រណាដែលយើងចង់ print ទៀតអញ្ចឹងហ្នឹងអញ្ចឹងក្នុងការកំណត់ទំព័ររបស់ស្លឹកកិច្ចការដែលយើងចង់ print ហ្នឹងតែបើសិនជាយើង print ទាំងអស់ទេកន្លែងហ្នឹងយើងអត់ខ្វល់ទេយើងលុបវាចោលមកបាទតាក់ទងមកក្រោមទៀតតាក់ទងនឹងកន្លែងនេះ print on one slide គឺមានន័យថា print តមួយខាងហើយបើសិនជាយើង print on both side គឺសងខាងអញ្ចឹងសងខាងហ្នឹងវាមានកំណត់តាលេខយកលេខគូយកលេខសេសអីចឹងទៅបាទកំណត់ចាប់ពីទំព័រគូទៅទំព័រសេសទៅបាទក្នុងករណីយើងចង់ print សងខាងហើយតាក់ទងនឹង collect នេះមានន័យថាបើសិនជាករណីយើង print ច្រើនច្បាប់បើសិនជាករណីយើង print ច្រើនច្បាប់ហ្នឹងចង់ឲ្យវាចេញមួយច្បាប់ហ្នឹងឲ្យហើយឬក៏វាចេញដដែលហ្នឹងឲ្យអស់ស្លឹកវាហើយបានវាចេញមួយច្បាប់មួយច្បាប់ផ្សេងទៀតអញ្ចឹងណាហ្នឹងវាកំណត់អញ្ចឹងបាទហើយតកតងនឹងកន្លែងនេះយើងអាចផ្លាស់ប្ដូរกระดาษរបស់យើងกระดาษប្រឈរกระดาษផ្ដេកអីនៅនឹងបានយើងអាចកែសម្រួលបាននៅកន្លែងហ្នឹងណានៅពេលដែលយើងពេល print ជាផ្លូវការអញ្ចឹងបើសិនជាយើងកំណត់ត្រូវហើយយើងមិនកែទេកន្លែងអស់ហ្នឹងហើយកន្លែងនេះក៏ភេទกระดาษដូចគ្នាអញ្ចឹងកន្លែងនេះគឺសាយទំហំกระดาษអញ្ចឹងនៅពេលដែលយើងធ្វើការដំបូងយើងរើសกระดาษឲ្យត្រូវហើយមកកន្លែងអស់ហ្នឹងគឺយើងមិនចាំផ្លាស់ប្ដូរទេតែបើសិនជាយើងអត់រើសឲ្យត្រូវយើងត្រូវដូរត្រូវកែសម្រួលនៅកន្លែងហ្នឹងបាទហើយនៅ row margin ដូចគ្នាកន្លែងនេះការតម្រឹម margin អញ្ចឹងយើងលៃទុកផ្នែកសល់ខាងនៃអត្ថបទរបស់យើងហ្នឹងហើយមួយទៀតតកតងនឹងកន្លែងនេះ one page per sheet ហ្នឹងយើង print ពេញមួយឯកសាររបស់យើងបាទអញ្ចឹងវីដេអូមួយទៀតខ្ញុំនឹងបង្ហាញបងប្អូនអំពីការ print ឲ្យវាផ្ពោះគ្នាអីហ្នឹងបាទអញ្ចឹងនេះខ្ញុំគ្រាន់តែប្រាប់ឲ្យដឹងសិនដោយសារកុំឲ្យវែងបាទអញ្ចឹងយើងកំណត់ setting ទាំងអស់ហ្នឹងអស់ហើយបន្ទាប់មកយើងដាក់ copy ចំនួនប៉ុន្មានដែលយើងចង់បានហ្នឹងហើយបន្ទាប់មកយើងចុចប៊ូតុង print មកបាទចុចប៊ូតុង print ទៅនឹងឯកសារយើងនឹងទៅទីតាំងម៉ាស៊ីន print ដែលយើងរើសដែលយើងបានកំណត់តាមទំហំតាមអីផ្សេងហ្នឹងបាទអញ្ចឹងវាអាចនៅមានការកំណត់ច្រើនទៀតបើសិនយើងចង់កែប្រែចង់នេះលម្អិតជាងហ្នឹងបាទនេះខ្ញុំធ្វើត្រួសជំហានដំបូងសម្រាប់បងប្អូនដែលដំបូងក្នុងការប្រើប្រាស់កុំព្យូទ័រហើយ print ចេញរើសម៉ាស៊ីន print រើសអីបាទអញ្ចឹងមានតែប៉ុណ្្នឹងឯងបាទវីដេអូនេះអរគុណច្រើនសម្រាប់ការទស្សនាបាទ